របៀបភ្ជាប់គម្រោង Smart ថ្មីសម្រាប់ឆ្នាំ2026មានបងប្អូនយើងអ្នកខ្លះដែលគាត់អត់តន់ចេះភ្ជាប់គម្រោងណាហើយភ្ជាប់ហើយលេងឲ្យបានយូរអញ្ចឹងនៅក្នុងវីដេអូមួយនេះអ្នកគ្នាអាចធ្វើការអនុវត្តជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកគ្នាមុននឹងអ្នកគ្នាធ្វើការបញ្ចូលកាតថ្មីអ្នកទាំងអស់គ្នាត្រូវតែធ្វើការផ្ដាច់ប្រព័ន្ធគម្រោងចាស់សិនអ្នកទាំងអស់គ្នាអញ្ចឹងអំពីរបៀបការផ្ដាច់គម្រោងចាស់អ្នកគ្នាគាត់ធ្វើការចុចផ្កាយ 12000 មកអ្នកទាំងអស់គ្នាបន្តមកទៀតអ្នកគ្នាធ្វើការចុចបញ្ជូនទៅគឺរួចរាល់ហើយអ្នកគ្នាអញ្ចឹងដោយសារ SIM មួយនេះគឺជា SIM smartphone អញ្ចឹងណាប៉ុន្តែខ្ញុំឧទាហរណ៍នេះគឺសម្រាប់ SIM smart ហ្នឹងហើយសម្រាប់អ្នកគ្នាដែលគាត់ចង់ចេះភ្ជាប់អញ្ចឹងណាទាំងអស់គ្នាអូខេនៅពេលដែលយើងផ្ដាច់ប្រព័ន្ធវាចោលរួចអស់ហើយយើងធ្វើការបញ្ចូលលុយថ្មីមកអ្នកគ្នាបាទបញ្ចូលលុយថ្មីមកដុល្លារមកណាអញ្ចឹងតាមប្រវត្តិដែលខ្ញុំធ្លាប់ប្រើប្រាស់ជាមួយ smart គឺយើងអាចលេងបាន6ថ្ងៃបាទ6ថ្ងៃទៅ7ថ្ងៃអ្នកនរគ្នាបាទអញ្ចឹងណាយូរបំផុត6ថ្ងៃបើតាមខ្ញុំធ្លាប់លេងអញ្ចឹងខ្ញុំយកបទពិសោធន៍មួយនេះគឺមកបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងមកដុល្លារអ្នកគ្នាពីរបៀបការភ្ជាប់អ្នកគ្នាគ្រាន់ចុចផ្កាយបាទផ្កាយហើយយើងចុច17បាទ10គាត់ហើយមួយទៀតអ្នកគ្នាចុចបញ្ញាផ្កាយមកហើយបន្តមកទៀតអ្នកគ្នាចុច100បាទហើយលេខ100មកបាទ100ហើយចាំតិចអ្នកគ្នាលេខ100គឺចុងក្រោយជាស្រ័យច្រំដាក់ទាំងជ្រូកលេខ100ផ្កាយលេខ1ត្រង់ជ្រូកបាទអញ្ចឹងអ្នកគ្នាចុចបញ្ជូនទៅគឺវានឹងភ្ជាប់គម្រោងឲ្យយើងអូតូហើយគឺ$1យើងលេងបាន6ទៅ7ថ្ងៃហ្នឹងហើយយើងលេងមើល YouTube លេង game អីគឺអូខេយើងអាចទទួលយកបានហ្នឹងហើយអញ្ចឹងចំពោះ$1កន្លះវិញបាទ$1កន្លះអ្នកគ្នាគ្រាន់តែធ្វើការភ្ជាប់17 10គាត់ដូចគ្នាបាទ17 10គាត់ដូចគ្នាហើយយើងចុច150ផ្កាយបាទហើយបន្តទៀតគឺចុចលេខ1ដូចគ្នាបន្តមកចុចត្រង់ជ្រូកអញ្ចឹងនៅពេលហ្នឹងគឺយើងចុចបញ្ជូនទៅគឺគេនឹងផ្ញើសារមកយើងហើយអ្នកគ្នាបាទផ្ញើសារមកយើងហើយសុពលភាពឲ្យយើងលេងបានមួយថ្ងៃអីចឹងទៅអញ្ចឹងខ្ញុំបញ្ជាក់អ្នកគ្នាចំពោះការភ្ជាប់គម្រោងនេះគឺយើងចំពោះ$1គឺយើងបានតេក្នុងប្រព័ន្ធ60នាទីហើយនឹងសារក្នុងប្រព័ន្ធ60នាទីដូចគ្នាអ្នកគ្នាបាទចំពោះ$1កន្លះគឺយើងនាទីក្នុងការលេងគឺក្នុងប្រព័ន្ធគឺ100នាទីហើយនៅក្នុងប្រព័ន្ធដូចគ្នាសារគឺយើងបាន100នាទីដូចគ្នាអញ្ចឹងអានេះជាក្បួនដែលខ្ញុំធ្លាប់ធ្វើកន្លងមកអ្នកគ្នាបាទខ្ញុំធ្លាប់ធ្វើណាបាទហើយគឺថាវាលេងទៅបានយូរដែរចំពោះ$1កន្លះគឺយើងលេងបាន7ថ្ងៃដូចគ្នាទាំងអស់គ្នាបាទ6ទៅ7ថ្ងៃដូចគ្នាហើយចំពោះការយើងអ្នកគ្នាចង់ឆែកជាមួយនឹងរបៀបឆែកណារបៀបឆែកលុយក៏មិនពិបាកដែរអ្នកគ្នាចុចផ្កាយ17ដូចគ្នាបន្តមកទៀតអ្នកគ្នាធ្វើការចុច8 3ដើមហើយត្រង់ជ្រូកអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការបញ្ជូនទៅគឺវានឹងឃើញសម្បូរភាពលុយរបស់អ្នកទាំងអស់គ្នានៅក្នុងប្រព័ន្ធហើយថាវានៅសល់លុយប្រមាណអញ្ចឹងណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអ្នកគ្នាសម្រាប់ចប់គម្រោង Smart ថ្មីបើសិនជាអ្នកគ្នាមានចង្អល់អីបន្ថែមទៀតអ្នកគ្នាអាចរីកខមមិននៅខាងក្រោមនឹងវីដេអូនឹងបានខ្ញុំនឹងចេះអីបន្ថែមទៀតខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបន្ថែមទៀតបាទអរគុណ